ជួបគ្នាផ្ដុំក្តីស្រឡាញ់រួមសាងវាសនារួមសាងគ្រួសារសុខដុមរមនាគ្មានបងរស់ណាល្អជាងបងឡើយអូនបានរួមខ្នើយសុខខាងមង្គលកំណប់ស្នេហាទេវតាបានផ្ដល់ឲ្យអូនបានយល់ស្នេហាភៀងក្តីឧត្តមស្វាមីប្តីសំឡាញ់អើយរៀមនេះហើយជាដងហើមស្នេហាអូនរៀមជាកែវភ្នែករៀមជាបេងដូងអូនស្រឡាញ់បងគ្មានអ្វីប្រៀបមកឧត្តមស្វាមីប្តីសំណប់ចិត្តបងចេះគិតស្រឡាញ់តពីស្នេហាបងយល់ចិត្តអូនស្មោះស្នេហ៍ជីវ៉ាគ្មានបរោះណាប្រៀបស្មើបងឡើយសំណាងបានបងជាប្តីណាំងភ្នំបំបីផ្ដល់ភាពកក់ក្ដៅមរតកស្នេហ៍យើងគឺកូនប្រុងស្រីអូនស្រឡាញ់ប្តីជាទ្រព្យជីវិតឧត្តមស្វាមីប្តីសំណប់ចិត្តបងចេះគិតស្រឡាញ់តពីស្នេហាបងយល់ចិត្តអូនស្មោះស្នេហ៍ជីវ៉ាគ្មានបរោះណាប្រៀបស្មើបងឡើយសូមអញ្ជើញស្ដេចក្រុងអោពេលនេះនាងគង់ហ៊ីងបធនីម្ចាំងទឹកងាយអោម្ចាំងដីទេវាំងអ្នកតាទេវតាថែរក្សាទឹងទៀង8វន្តាយើងអញ្ជើញគ្រប់បារមីយើងមកកាន់រោងជ័យថ្ងៃនេះសូមទៀងស្ដេចក្រុងពេលលាស្ដេចក្រុងហើយអោពាលាមុខក្រោយសំលមមមកឲ្យតាមទីស្ពុនអើឆ្វេងស្ដាំទៀន5ធូបអបកាភ្ញៀទឹកអំប្រេងម្សៅយន្តធាំងនារីថ្វាយស្ដេចក្រុងពេលីលោកកាយម្ចាស់ទឹកអម្ចាស់ដីមានទាំងសពជែកអំពើត្រប់មកដងជ័យបងអែមចង្អាបមលូស្លាបរីអាំងស្ងោសាបប្រៃអើយលោកទទួលឲ្យយកចុក
យកចុះមានពោតសំដែកស្រូវអង្គត្រាវងអារម្មណ៍លងអើយស្វាយទៀតជែកដងមានមង្ឃុតល្មុតរៀបថ្វាយប្រណិតសម្រាំងសម្រិតពិតជាឥតខ្ចង់សូមលោកមកទទួលឡាយយកចង់កូនចៅស្រីប្រុសណាយសូមជោគសូមជ័យសេរីអាយមានគល់អេមកទៅប្រវត្តិចរហាទៅទៀតវិញ្ញាណដកសំខាន់សម្រាប់គ្រប់ជុំចក្រវាលយល់ដល់របស់ស្មុតបកកាបាក់ក្រោបទៅចិត្តដីស្រីមហាពោតាវត្តវត្តមានកតឡាតាក្រៃក្បែរស្រីកំពូលជួនទៅលេងទៅជំនុំនេះចូលបាត់ស្នេហ៍ខ្លែកប្រមាថវត្តសមាជិកកាយទៅផ្លូវទៅទៅវិញទីចាប់ពីកណ្ដាលទីសងនេះតរៀនទៅតែក៏បីបើពួតពួតក្នុងខាងប្រតិបត្តិសាស្ត្រពីពួតសមាជិកសាស្ត្ររិទ្ធសក្តិដែលជាការបរិបទប្រពៃយើងខ្ញុំសូមយើងដែលជាប្រតិបត្តិត្រៃពុទ្ធកាលទី3យកមកប្រតិបត្តិលើព្រះសាស្ត្រទី3ទូព្រះពុទ្ធគ្រប់គ្រប់គ្នាទៅទៀតតបហើយនមោតស្សៈពុទ្ធវេតាសមាសពុទ្ធិសៈនមោតស្សៈពុទ្ធវេតាសមាសពុទ្ធិសៈនមោតស្សៈពុទ្ធវេតាពុទ្ធិចេតសតនាសព្វទុក្ខាទូបតរតេសកតវាធម្មរតនាអោភវរប្រឡាហិទេពតិចេតិជារណពុទ្ធិតាតាំងតាំងសម្រាប់យសុតាយរតិតាយេព្រះរាជសព្ទវេទេនរោវិតតតយទេរុសានយោហប្រកាមរទេនភិក្ខតាសមតាខណ្ឌវេតាតខានាវភៈសិទ្ធវតមសង្រតតពិចកវិសោវិយាបណារតនសព្ទេពុទ្ធិរលបតាបច្ចេកអនិយមយរហតនសុទេពរជាសយោយ៉ាងទីមេជោទីអង្កាតាទីកិច្ចទីតមាបច្ចេករជាសាទីមេជោយោយ៉ាងណាកតោពុទ្ធិប្រវតាព្រះប្រវតាសង្ឃប្រវតាពុទ្ធិប្រវតាកាតិមុកាសកម្មកាយពុទ្ធិអលិធម្មត្រាសក្យអស្វេតប្រាស័ក្តិជំនុំវិសារិជាមាយាភេទសមតាពុទ្ធិធម្មវិជាប្រភេទរកតក្រកតហត្ថិវេជាថាតាពុរិវេពិវេអតាបតិយៈលេតាពុទ្ធោមហានតិអនិសង្ឃសរណកិច្ឆាមិពុទ្ធោហោវិរាតេកាលេត្រៃកាបឌីធម្មជុំត្រៃត្រង់តារិទ្ធិទេវយានធម្មស្រយតាបុគ្គលពិតនៅព្រះចុះព្រះសុរងបានបានក្រុមបានថាបីព្រះមកដល់ពីព្រះគុំ4សូមជាដល់ពីថាចារវតាចាថ្មីទុកជាដល់ពីមុខដល់ហើយតសាធិការដល់ព្រះរាជការបុត្រប្រយោជន៍ទីលោកលេខចាត់រូបស្រីលេខស្រីព្រះរាជការថាទុកដល់ស្ដេចលោកអរគុណស្រីព្រមចូលជាព្រះរាជការថ្ងៃប្រយោជន៍ដោយខែផលព្រឹកណាររកស័ក្តិពុទ្ធសករាជទី568អនុមោទនាសក្តិកហេតុគុំលោកទទួលនៅផលតាពីស្ដេចណាហើយអរគុណអរទេព្រះស្រីដល់ព្រះបដាស្ដេចទាំងមកទៅសុខសប្បាយចាប់ពីគណៈនេះមកនេះតរៀនទៅតាំងពីបុរាណសូមស្ដេចយាងមកយកប្រយាថាយើងខ្ញុំបានរៀបចំពិធីបូជារបស់ជាស្ដេចកោភាស្ដេចនៅទៀតក្នុងរងត្រៃសុពន្ធថាអាចជួយស្ដាប់តាមផ្នែកទឹកសម្បូរគុណតណាស់ចូលកោទេបានទឹកទូត្រេព្រមបានឡងអាចប្រៃទេសាផងទីស្រែឡងអត្តប្រយាអាហារបូជាឲ្យចូលរៀបជាអត់តសុខសាការងាររបស់ព្រះអង្គមានមុខឡោះសពថាយើងខ្ញុំសុខសក់
ប្រកបតាមការប្រជែងស្ថាប័នលោកវាយចាប់ពីកណ្ដាលនេះមកបន្តរៀងទៅ មានសាច់ញាតិពិសាឲ្យពរឲ្យជ័យរីករាយផ្សាយមេត្តាជាសកលសពសត្វលោកីឥតមានពៀននឹងគ្នាប្រកបមែនណាបានអីជាបន្តបងយើងអើយណាអ្នកនំ
เรียกโพบางให้ส่งวันยังเหลือเพียงวิเห็นนะเปิดพุทธาบนในโลกจักรยานเพียเตเวสองเรหะนาทายะเอสาระเนสหาปัญจังเอสัมมานาเจตังในจักไสลังเยียกาเมตุเตยังเปเมยังเพียเตเวสองเรหะปัญจังเอสัมมานาเจตังในจักไสลังเยียกาเมอะบุเกังกัตวาไสลังเตเตโนเพียงเตเนตัสสะเภเกเวเตาอริหะเตาสัมมาสัมพุทธัสสะเนโมตัสสะเภเกเวเตาอริหะเตาสัมมาสัมพุทธัสสะเกจหามิปุญเพียงสารนังเกจหามินังสารนังเกจหามิยัมมังสารนังเกจหามิยังสารนังเกจหามิตุเตยัมเปปุถยังสารนังเกจหามิยัมเปยัมมังสารนังเกจหามิตุเตยัมเปยัมมังสารนังเกจหามิยัมเปสังสารนังเกจหามิยัมเปยัมมังสารนังเกจหาเกจหามิยัมเปสังฆังสารนังเกจหามิหะนังเปรปนังอาเปียพันเตปานาติปาตาเวระมะนีสิกขาปะเตียงสัมมาปะเตียงสัมมาติเยียเป็นเนียเตียเนียเวระมะนีสิกขาปะเตียงสัมมาเวระมะนีสักขีสิกขาปะเตียงสัมมาติเยียมิกามมิชาจาราเวมัจจปมาตตหนาเวระมะนีสิกขาปะเตียงสัมมาติเยียสิกขาปะเตียงสัมมาติเยียอิมานิปัญจสิกขาปะตินิสาทุกังกัตวาอัปมาเทวิเมียนเนติเปรัตเทจเกียเมตรุวนกหะเนเกหวัตธรรมเขเตภมเมียจายันตเตเวียจลทลวิสเมยะขแกนเทปนิยเกียมุนิเวรวัจนังสาธโวเมสนันตุเทมเมสเวนกาลาวอายัมเพตันตาเทมเมสเวนกาลาวอายัมเพตันตาเทมเมสเวนกาลาวอายัมสปิกเวตาอริหตาพุทธัสสะพุทธังสรณังเกจามิธัมมังสรณังเกจามิสังฆังสรณังเกจามิธังสรณังเกจามิตัตยัมเปธัมมังสรณังเกจามิตัตยัมเปสังฆังเวตสัญจสหัสเกปัญจสตสหัสสานิเรนินามิมิหังนุเพียเวนะหันทวาสัพเพอปัตเวเวปัญจปัญญาสัญจจตวิสติสหัสเกตสตตสหัสสานินเมียการานุเพียเวนะหันทวาสัพเพอปัตเวอเนกาอันตรายาปิวินาสหัสสานินเมียมิเสรสาอหังเตสังฆามัญจสังฆาจะอาเตระยานมาสกาถวายบังคมសូមឲ្យកำចាត់បងនៅឧបទ្រពទាំងឡាយទាំងពួងទាំងសេចក្តីអន្តរាយទាំងឡាយតានិសមាកតានិភុំមានិវិយានិវអន្តលេខេតថាកតាំងទេវមនោសពោជិតាំងពុទ្ធាធម្មសង្ឃានមាសាមេសវៈបថវៈពភាសោតាំងតាំងនមាសាមិហរសវណ្ណังปัทวะปะเพียสังปะเทมเมเต
មេនមោទេចមង្បាលយានតនមតុពោធានាងនមតុពោធិយានាងសោបរតាំងកាត្វាមោរោចរតអេសនាអបេតយាចមោវិមតតានាងនមោវិមតយាអ៊ីមង្សោបរតាំងកាត្វាមោរោវាសហាសមធាអារយតកាទេវតាសតិតំហេអនុរាខានតយន្តនិមិតតាំងអវមង្គលាញ់ពុទ្ធានុភាវេនធម្មានុភាវេនសង្ឃានុភាវេនវិញ្ញាសមេតតោខាបតាចនិតយសាពេបិបានិណោអេតាវតាចអំហេហេសម្បតាំងបញ្ញសម្បទាំងសាពេទេវានមោតាកេឆន្ទទេវតាកតាសាពេពធាផលបតាបច្ចេកានញ្ចយំពលังអរហន្តនញ្ចទេហិជយាសច្ចយមញ្ញបាលង្កេសីសេបថវិបាករេអភិសេកេសាពពុទ្ធានាងអគ្គបតោបមោតទេសនាខតាំងសុមង្គលំសុបកាយកម្មੰវាចាកម្មੰបត្យាខេណੰបត្យាខេណੰមនោកម្មੰវានលភតថេបត្យាខេនេអាយុវត្ថកោសេចក្តីចម្រើនដោយអាយុធនវត្ថកោសេចក្តីចម្រើនដោយទ្រព្យសិរីវត្ថកោសេចក្តីចម្រើនដោយសិរីសួស្តីយសវត្ថកោសេចក្តីចម្រើនដោយយសបរិវាពលវត្ថកោសេចក្តីចម្រើនដោយកម្លាំងវណ្ណវត្ថកោសេចក្តីចម្រើនដោយពរសម្បល់កាយសុខវត្ថកោសេចក្តីចម្រើនដោយសុខអបតិសូមឲ្យមានដល់អ្នកឲ្យបានសពសពកាលទុក្ខរោគភយាវេរាសេចក្តីទុក្ខនឹងរោគនឹងភ័យនឹងពៀទាំងឡាយក្តីសោកាសាតោចបតវាសេចក្តីសោកក្តីសុខអបត្រោបទាំងឡាយក្តីអនេកាអន្តរាយាពេអន្តរាយទាំងឡាយដោយច្រើនក្តីវិនាសន្តចតេចសាសូមឲ្យវិនាសបាត់ទៅដោយដេជានៃអានុភាពមានពុទ្ធានុភាពជាដើមនោះកាយក្តីភពទាំងវត្ថិចយសវាភពសម្បទាក្តីសេចក្តីចម្រើនក្តីមានយកក្តីសតវាសាចអាយុអាយុប្រមាណ100ឆ្នាំក្តីជីវសិទ្ធចិញ្ចឹមជីវៈបីបាច់រក្សានៅអ្នកសពពុទ្ធានុភាវេអ្នកការកសង្ឃចៅអធិការបិតាសង្ឃថេរានុថេរៈនវៈភិក្ខុសាមណេរគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមចម្រើនពរដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីញាវកតយុរួមនឹងទីជាម្ចាស់សម័យដើមការទាំង4សម័យខ្លួនទាំង2ដែលបានរៀបចំកម្មវិធីបំពេញតាមចេតនាកម្មទូនីតិជាឪពុកទូនីតិជាម្ដាយរៀបចំចាត់ចែងអាពាហ៍ពិពាហ៍មង្គលដល់កូនប្រុសកូនស្រីកូនប្រុសនាមសុកមេងកូនស្រីនាមស្រីមុំណាអូនស្រីមុំហើយមេងសងណាបានផ្លឹកហើយកូនស្រីនាមស្រីមុំចឹងបានរៀបចំអាពាហ៍ពិពាហ៍មង្គលហើយក៏ធ្វើតាមកិច្ចកម្មវិធីរបស់ដូនតាប្រពៃណីជាតិសាសន៍យើងហើយក៏មាននិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តមានន័យថាបំពេញនៅមង្គលនៃជីវិតតាមបែបពុទ្ធសាសនាពីអត់សូវមានទេមានតែ2ទេអញ្ចឹងមានន័យថាការរៀបការនេះបែរមកតាមបែបពុទ្ធសាសនាដូចជាការនាងវិសាខាអញ្ចឹងការតាមបែបពុទ្ធសាសនាបើបែបតាមព្រហ្មញ្ញសាសនាមានតែថាបុរសនឹងខ្លាំងខាងមុនគុំអូមអាមមហិទ្ធិឫទ្ធិអាចការពារបានអានឹងគេលើកតម្កើងយកគ្នាថែសារការពារអញ្ចឹងទៅហើយមួយទៀតដោយជំនឿដើមរបស់ខ្មែរយើងមកគឺថាគូព្រេងវាមិនព្រាត់
មនុស្សនៅដល់ណាក៏ដោយតែគូត្រូវបានគ្នាក្នុងពុទ្ធសាសនាក៏មានជំនឿបែបនោះខ្លះដែរឥឡូវអាត្មាมันមានតួនាទីច្រើនទេតួនាទីក្នុងពិធីការនៅលើលោកអាចារ្យកាន់ពលីគឺកាន់តាមបែបប្រពៃណីជំនឿនិងតាមបែបព្រហ្មញ្ញសាសនាដោយច្រើនឯប្រសង្ឃមានតែពីរទេទី1គឺសូត្រមន្តចម្រើនព្រះបរិត្តពុទ្ធជ័យមង្គលដើម្បីឲ្យមានសិរីសួស្តីដល់ញោមហើយគោរពពុទ្ធពធប្រសង្ឃក្នុងនាមយើងទាំងអស់គ្នាជាពុទ្ធសាសនិកជនឲ្យពរឲ្យជ័យតាមបែបពុទ្ធសាសនាអញ្ចឹងប្រសង្ឃមានតែពីរទេគឺសូត្រមន្តជូនញោមហើយនឹងជូនពរញោមតែប៉ុណ្្នឹងទេណាញោមណាទាំងកូនប្រុសស្រីប៉ុន្តែបើនៅខេត្តព្រៃវែងជំនាន់អាត្មានៅពីក្មេងមាន3គេធ្វើពេលព្រឹកគេឲ្យកូនកំឡោះកូនកំមុំរាប់បាតប្រសង់បានមួយបាតហើយមួយស្រាក់ទៀតឧទ្ទិសឲ្យដូនតាទទួលស្គាល់ផងចៅភាសាថ្មីកូនភាសាថ្មីបណ្ឌសពថ្ងៃគេធ្វើពេលល្ងាចរាប់បាតអាចារ្យស្រាក់នោះអត់សម័យចាញ់ទេដូច្នេះអត់បានទេបើយើងគិតទៅតាមជំនឿអានេះថ្ងៃហ្នឹងទៀតមិនកាត់ពីមុននេះហើយទៅបានសិក្សាមើលទៅបានដឹងថាអាកិច្ចពីដើមមកយើងមិនទាន់បានធ្វើយើងមកធ្វើកិច្ចថ្ងៃហ្នឹងដើម្បីបំពេញសេរីកាត់កោសក់បកកសេរីបំពេញសេរីសួស្តីអាពីមុនមកវាខ្វះប្រៀបដូចយើងរើសពេលរើសវេលាធ្វើកិច្ចការមួយយើងដើរមិនគ្រប់តាមក្បួនបុរាណទេម្លោះហើយមានរកពិធីភាសាអញ្ចឹងយើងធ្វើថ្ងៃហ្នឹងដើម្បីបំពេញសេរីឯអាទី4គេហនិវេសនមង្គលគឺការឡើងមកនៅគេហដ្ឋានថ្មីអានឹងឡើងនៅចំសក់សក់ឡើងនៅចំខុសខុសជួនកាលឆ្លោះគ្នាដោយសារផ្ទះថ្មីធ្លាក់ខ្លួនឈឺដោយសារផ្ទះថ្មីបែកបាក់កើតចោរកម្មកើតភ្លើងឆេះអីក៏មានហើយជួនកាលកាក់កបឡើងមកនៅផ្ទះថ្មីកាក់កបចឹងបានគេថាអានឹងវាអតិពលដល់ជីវិតហើយទាំងរៀបការក្តីទាំងឡើងផ្ទះក្តីទាំងវិធីទាំងអស់ក្តីបើយើងមិនបានពំពេញដូចមុនទេមិនបានពំពេញឲ្យគ្រប់គ្រាន់ទេគេថាយើងដើរចំកន្លែងខុសឧបមាថាទី1ឬថ្ងៃឬពេលឬវេលាអូបើរៀបការនេះសួរលោកគ្រូអាចារ្យនេះដឹងណាចាល្បីល្បាញខាងបាត់ភ្នំវ័យក្មេងមួយនេះគឺថាបើសិនជាយើងរើសពេលមិនត្រូវទេគេថាអូអាពេលនេះថ្ងៃលិចថ្ងៃដែកថ្ងៃចេះថ្ងៃចុះហើយទាំងខ្នើតទាំងអនុជហើយមួយទៀតទៅការធ្វើផ្ទះធ្វើសំបែងអីគេឲ្យប្រយ័ត្នប្រយែងឈើមន់កកាយឈើជ្រូកនៅតដោះឈើពំសបកបដូលធ្លាយអីសពយ៉ាងទៅឲ្យដល់តែពេលយើងវាមិនបានដូចហ្នឹងរើសថ្ងៃរើសពេលក៏មិនរើសដូចគេពេលវេលាឲ្យអាការដែលរស្អីទៅតាមពង្គប់របស់ចាស់ទុំហ្នឹងក៏រមិនបានគេថាបើយើងធ្វើមិនត្រូវពេលឬក៏រមិនបានទេអាហ្នឹងវាអាចមានបញ្ហាជួបហេតុខុសចេះមួយចុះមួយសូម្បីតែថ្ងៃការពេលវេលាស្ពះខ្ទឹមក៏គឺរើសម៉ោងរើសពេលដែរប៉ុន្តែឥឡូវពេលវេលាល្អបំផុតមានតែសៅរ៍ហើយអាទិត្យគ្រប់តែកន្លែងទាំងអស់ហ្នឹងពេលល្អហើយដូច្នេះទេអាពេលក្បួនបុរាណនឹងត្រូវខ្លះវាត្រូវតែកែប្រែដើម្បីប្រសាទវាបានអាទាំងអស់ហ្នឹងគេត្រូវធ្វើម៉េចនិមន្តប្រសង់ចម្រើនព្រះបរិត្តហ្នឹងមិនបានរៀបចំរណ្ដាប់រណ្ដាឲ្យត្រូវតាមក្បួនបុរាណទេវាខ្លាចខុសវាខ្លាចសួរយ៉ាងណាគេប្រសាទអាខុសនឹងចេញដោយនិមន្តប្រសង់មកចម្រើនព្រះបរិត្តប្រសាទទៅវាគ្រប់គ្រាន់ឡើងវិញហើយយើងការអញ្ចឹងដែរវាទោះបីខុសថ្ងៃលិចថ្ងៃដែកថ្ងៃល្អយ៉ាងណាដល់តែនិមន្តប្រសង់មកសូត្រជាយន្តតោទៅវាថ្ងៃហ្នឹងល្អទាំងអស់ទាញអាក្រក់នឹងចេញឲ្យអស់ឲ្យថ្ងៃនេះខ្លាយទៅជាថ្ងៃមង្គលសិរីថ្ងៃល្អអាហ្នឹងកិច្ចនិមន្តប្រសង់ចម្រើនព្រះបរិត្តហ្នឹងណាញោមណាដូច្នេះកិច្ចកម្មវិធីមង្គលនៃជីវិតទាំង4ហ្នឹងគឺសំខាន់មួយក្នុងជំនឿខ្មែរហើយមិនមែនថាមង្គលភ្ញាក់ផ្អើលទេគឺការកាន់ប្រពៃណីយើងសិក្សាដឹងតាំងវប្បធម៌ជាតិរបស់ខ្លួននិងសាសនាទៅក៏យើងលែងមានទំនាស់នឹងគ្នាប៉ុន្តែឥឡូវយើងនិយាយពីវិធីមួយក្នុងចំណោម4ហ្នឹងគឺការរៀបការបុរាណពីដើមគេឲ្យតម្លៃកូនណាជាពិសេសកូនស្រីកូនប្រុសបើបានរៀបការស្ពះខ្ទឹមមុខលោកមេបាគេហៅថាមនុស្សមានខណ្ឌស្លាមនុស្សបែបនេះជំនឿខ្មែរថាជាមនុស្សពេញលេញហើយពីដើមណាញោមបើយើងជាមនុស្សអត់ខណ្ឌស្លាសំបីតែកិច្ចការងារមន្ត្រីរាជការក៏គេមិនឲ្យធ្វើដែរគេហៅថាមនុស្សអត់ខណ្ឌស្លាហើយបើសិនជាមនុស្សនឹងឯងទៅចូលរួមរស់ស៊ីឬក៏ថាទំនាក់ទំនងរាប់អានជាមួយអ្នកដទៃកិច្ចការងារមួយចំនួនក៏គេរើសអើងគេថាអូមិនឲ្យសែបគប់មិនឲ្យដើរជាមួយទេមនុស្សអត់ខណ្ឌស្លាហើយដូច្នេះ
អត់ខាន់ស្លាមានន័យថាបាននៅជាមួយគ្នាដោយអត់បាច់រៀបការទទួលពរជ័យពីម៉ែពីឪដឹងលឺនោះទេអានោះអត់ខាន់ស្លាហើយបើកូនមានខាន់ស្លាវិញខ្លួនជាកូនល្អសុភមង្គលរីករាយពេញមួយជីវិតប៉ុន្តែបើនៅក្នុងចិត្តក្នុងអារម្មណ៍អត់ខាន់ស្លាអញឲ្យគេរើសអើងអញឲ្យគេមើលងាយអារម្មណ៍យើងអត់ល្អទេអញ្ចឹងមួយជីវិតរបស់យើងនេះរស់នៅជាមួយអារម្មណ៍មិនល្អជាប្រផ្នូលអាក្រក់មួយសម្រាប់ជីវិតបានគេឲ្យកូនមានខាន់ស្លាគឺការរៀបការបំពេញសេរីសួស្តីហើយអញ្ចឹងកូនមានខាន់ស្លាមួយទៀតជាការលើកមុខពុកម៉ែយើងគិតមើលចុះបើសិនជាពុកម៉ែខំបង្កើតតាំងពីដើមមកទល់ប៉ុណ្ណេះស្រាប់តែកូនអត់បានរៀបការឲ្យទៅនៅជាមួយគ្នាហើយរហូតមកហើយឪពុកហ្នឹងក៏ខ្មាស់គេដែរថាកូនវាអត់បានលើកមុខពុកម៉ែអញ្ចឹងជីវិតរបស់ឪពុកម្ដាយរស់នៅទាំងភាពខ្មាស់គេជីវិតកូនក៏រស់នៅទាំងភាពខ្មាស់គេអានឹងហើយដែលគេហៅថាអពមង្គលពីព្រោះយើងក៏អត់សុបាយចិត្តបើកភ្នែកឡើងឃើញតែរឿងអាក្រក់បើកភ្នែកឡើងឃើញតែរឿងពិបាកចិត្តខ្មាស់គេអញ្ចឹងបានយើងរំដោះយើងបន្សាបយើងរំលោះរំលៀងអាក្រក់ទាំងអស់ហ្នឹងឲ្យវាคล้ายជាមានសេរីសួស្តីមានសិទ្ធិសេរីល្អរស់នៅដោយភាពញញឹមក្នុងជីវិតបានពាក្យហ្នឹងឲ្យគេហៅថាសុភមង្គលណាញោមណាអញ្ចឹងលើកមុខពុកម៉ែណាកូនណាបានរៀបចំអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ឲ្យតម្លៃទឹកដោះម្ដាយថ្លៃជាធំគឺសំខាន់អាត្មាលើកតម្លើងពីគុណមនុស្សស្រីបន្តិចគឺថាមនុស្សស្រីមានតម្លៃនៅប្រទេសយើងនិយមហៅក្រុងហ្នឹងក៏មកពីស្ត្រីដែរពីព្រោះថាក្រុងហ្នឹងមកពីកោកហើយនឹងរងកៈភាសាសម័យដើមកោកហ្នឹងប្រែថាស្ត្រីកមុំរងកៈហ្នឹងរុងរឿងអញ្ចឹងស្ត្រីកមុំរុងរឿងអញ្ចឹងទីក្រុងទាំងមូលគេឲ្យន័យស្មើជាមួយនឹងស្ត្រីកមុំដ៏រុងរឿងអាហ្នឹងបើយើងធៀបពីន័យហៅទីក្រុងហ្នឹងគេហៅតាមាតុភូមិស្រុកកំណើតដែរពេលដូចម្ដាយផ្ដល់កំណើតជុំមិនហៅពេកតុភូមិហៅតាមាតុភូមិមាតុហ្នឹងម៉ែនេះគេឲ្យតម្លៃស្ត្រីជាធំមួយដែរចឹងបានគេលោកអាចារ្យច្រើនតែហៅលោកមេបាគេមិនហៅលោកបាមេទេហៅតែលោកមេបាគេឲ្យតម្លៃស្ត្រីមួយជាធំសម្រាប់ក្រុមគ្រួសារដែរដោយស្ត្រីជាអ្នកដឹងកូនមកចាប់បដិសន្ធិមុនស្ត្រីនឹងឯងជាអ្នកមានសន្តាគារផ្ទះសនៈនៅក្នុងខ្លួនអាចដាក់កូនបានម្នាក់ទៅ3នាក់មានពងខ្យល់អុកស៊ីហ្សែនពងចំណីអាហារបន្ទប់ទឹកអនាម័យនៅក្នុងហ្នឹងអាហ្នឹងពួកមនុស្សប្រុសអត់មានទេហើយស្ត្រីនេះមានម៉ាស៊ីនអ្នកចិញ្ចឹមកូនបានគឺម៉ាស៊ីនផលិតចំណីអាហារប្រសូតកូនមកបានហើយកូននឹងត្រូវការចំណីអាហារមានទៀតអត់មានបន្លែប្លុកអីធំដុំដាតតែបេះតពួនបេះតាគៀបយកមកហូបស្លឹកសាវម៉ៅស្លឹកប៉ាស្លោកក៏មានទឹកដោះហូបចិញ្ចឹមកូនបានដែរមនុស្សប្រុសអត់មានអាកន្លែងនោះទេហើយម្យ៉ាងទៀតម្ដាយធ្លាប់ស្ពាយពោកូននឹងឯង8 9ខែ10ខែណាញោមខ្លះតែ9ខែ10ថ្ងៃនៅក្នុងផ្ទៃម្លោះហើយទៅណាក៏ស្ពាយទៅហូបបាយទៅចែកជាមួយកូនហូបទឹកទៅចែកជាមួយកូនហូបថ្នាំទៅចែកជាមួយកូនដើរកំសាន្តយកកូនទៅកំសាន្តដែរកូននៅជាមួយម៉ែបានយូរជាងឪពុកបានជាកូនយំខ្លាំងឪពុកលងមិនស្ងៀមហុចទៅដៃម៉ែគេកាន់តែផ្លែបាត់យំភ្លាមគេស្គាល់គ្នាគេយូរគេធ្លាប់នៅជាមួយគ្នា9ខែ10ខែណាញោមណាដូច្នេះហើយគេឲ្យតម្លៃមេដោយកតាយ៉ាងនេះជាដើមអញ្ចឹងទៅបានគេហៅលោកមេបាគេឲ្យតម្លៃមេមុនបានៅក្នុងលទ្ធិទស្សនៈពិភពលោកគេឲ្យតម្លៃថាស្ត្រីនេះឯងគឺជាមេដានៃពិភពលោកស្ត្រីគឺជាមេដានៃពិភពលោកតាមពិតឪពុកក៏ជាមេដាជាបៃតាពិភពលោកដែរប៉ុន្តែគេមិនស្ទើរថាព្រោះគេចង់ឲ្យតម្លៃស្ត្រីហើយនៅក្នុងប្រទេសបារាំងប្រទេសអូស្ត្រាលីប្រទេសអាមេរិកកន្លែងណាដែលគេគោរពជឿសាសនាដទៃក៏គេធ្វើរូបម្ដាយពរកូនដាក់លើភ្នំគេហៅណោតរដាមមណ្ឌលាការគេថាម្ដាយយើងទាំងអស់គ្នាចឹងបានការកលាបទីគេចង់បានផ្កាស្លាណាមានន័យថាគេចង់បានឲ្យចូលតាមផ្លូវចូលចែកជើចូលតាមផ្លូវទៅតាមច្បាប់មានផ្កាស្លាវាល្អជាងផ្កាកលាបចឹងទៅបានជាមានន័យថាលើកតម្កើងប្រពៃណីជាតិសាសន៍នេះអាត្មាគ្រាន់តែលើកឡើងប៉ុណ្ណេះប៉ុន្តែបើនិយាយពីបុរសនិងស្ត្រីសូម្បីតែពុទ្ធក៏មិនអាចលះបង់ស្ត្រីចោលពីដើមមកបានដែរបានគេថាពនាងពំពាជាកសៃសារពេជ្រជាអ្នកជួយបំពេញទានឲ្យព្រះអង្គឆាប់បានត្រាស់ជាពុទ្ធយើងមើលព្រះអង្គនៅមានការអន្តរាគមពីស្រីធំច្រើនណាស់កាលសាងបារមីពនាងពំពាតាមជួយរហូតហើយដល់ទៅមកព្រះអង្គចិត្តបានត្រាស់នេះញ
ញោមហើយអត់ចង្ហាន់6ឆ្នាំហើយដល់តែលើមកឆាន់ចង្ហាន់វិញដើម្បីឲ្យបានត្រាស់ទទួលចង្ហាន់មានសុជាតាបានមានកម្លាំងបានត្រាស់ហើយដល់តែមាមកចាញ់ព្រះអង្គអត់មានសាក្សីអីសោះព្រះអង្គយកផែនដីជាសាក្សីមានៅផែនដីនោះក៏កម្រើកចេញជាសម្លេងមនុស្សស្រីដែលគេហៅថានាងគង់ហ៊ីងបធននេះងើបឡើងមកជួយព្រះអង្គដើម្បីឲ្យពួកមាទាំងឡាយរត់ខ្សែខ្សាយទៅយើងឃើញថាស្រីនៅតែតាមជួយដែរហើយដល់តែពេលព្រះអង្គបានត្រាស់រួចហើយចុងផ្សាយសាសនាក៏ព្រះអង្គត្រូវពឹងទៅលើមនុស្សស្រីនិយាយអ្នកឧបត្ថម្ភចង្ហាន់ព្រះអង្គប្រោសដោយវិសាខាដោយអីជាដើមអញ្ចឹងដើម្បីបានជួយសាសនាដែរដូច្នេះយើងគិតឃើញថាមនុស្សស្រីគឺមានភារៈចាំបាច់ជាការជួយដ៏ខ្លាំងណាស់ចំពោះពុទ្ធសាសនាបានបុរាណលោកចូលចិត្តនិយមហៅថាស្រីជាកសែសារពេចមួយទៀតថាអ្នកក្លាហានតែងតែមានស្រីស្អាតមួយនៅពីក្រោយខ្នងដល់តែខ្មែរយើងគេថាសណាបយោងដីស្រីយោងប្រុសហើយបើបថៅយោងអស់ស្អីទៅទៀតចាំសួរលោកគ្រូសុភាដូច្នេះសណាបយោងដីស្រីយោងប្រុសក្រុមគ្រួសាររុងរឿងដោយសារស្រីនៃកម្មបត្តិពលរសាឲ្យសុខផ្ទះធំសំណុកដោយសារភរិយាជាមេផ្ទះនឹងគឺថាលើកមុខស្រីណាស់យើងធ្លាប់ដឹងហើយរឿងខ្មែរយើងគឺថាបើស្រីនឹងចេះលើកមុខមាត់ប្រុសនឹងរីកចម្រើនឡើងបានប្តីខ្ជិលប្រហែលរឿងអសពជាតិមិនធ្វើអីសោះពីគាត់ខ្លាចជាសិទ្ធិនេះមានដោយសារកំណត់ប្រពន្ធដែរប្តីល្ងិតល្ងងប្រហែលរឿងងារយើងគ្មានដឹងអីសោះពីបំផុតខ្លាចជាអ្នកមានហើយបានធ្វើការក្នុងវាំងដោយសារកំណត់ប្រពន្ធដែរដូច្នេះគេថាមនុស្សស្រីប្រកែអញ្ចឹងបានយើងមានជំនឿមួយនៅក្នុងច្បាប់ស្រីយើងណាញោមណាគឺគេតែងឡើងដោយសារមនុស្សស្រីដែរវាកាចសាហាវខូខើណាស់ហើយដល់ទៅត្រូវបានប្រពន្ធមកបាននាងអេរ៉ុនតវតីនឹងអេរ៉ុនតវតីនឹងឯងត្រូវទៅនៅជាមួយយៈហើយនាងវិមលានឹងក៏បដៅកូនថាប្តីនឹងកាចណាស់កូនឯងត្រូវទៅបន្ទន់វាព្រោះមនុស្សប្រុសណាវាទុនដោយសារតែស្រីទេបើសិនជាចេះលួងលោមថ្នាក់ថ្នមមែនតែនធ្វើឲ្យប្រុសនឹងងាប់កាឡាទៅណាមិនរួចរែកទឹកឲ្យផិតប្រពន្ធងូតទៀតណោះហើយបើយើងមិនចេះថែទេអានឹងទៅបាត់ហើយដោយពាក្យថាស្រឡាញ់ខ្លួនឲ្យស្ងួនចំណីបើស្រឡាញ់ប្តីឲ្យចេះថ្នមចិត្តនោះអាត្មាក៏មិនទាន់ដឹងដែរគ្រាន់តែថាតាមសិក្សាទេណាញោមណាដល់តែអញ្ចឹងបានជាបណ្ឌិតមើលម៉ៃថាបដៅកូនទាំងអស់នាងវិមលានឹងជាម្ដាយបដៅកូនពេលទៅនៅជាមួយប្តីនឹងធ្វើម៉េចបានលោកផ្ដាំថាហើយកូនស្រីស្ងួនមាសម្ដាយក្រណាស់នាងហើយតាមដោយច្បាប់ស្រីក្រមួយមិនបានសម្ដីពាក្យទុនតិចនៃឲ្យញាតចូលចិត្តក្រមួយមិនបានរិះគិតឃើញញាតឆ្ងាយចិត្តហៅឡើងឆៃស្លាទោះមានមិនមានក្តីណាពាក្យផ្អែមចរចាទើបគេស្រឡាញ់កុំជួចិត្តស្មោកំណាញ់មិនមានអស់អញនឹងញាតសន្តានអស់យសរបស់ផងបានគឺកើតសុខសេមសានដោយសារកូនស្រីលើកប៉ុណ្ណេះជាដើមសុទ្ធតែបដៅមនុស្សស្រីទាំងអស់មានន័យថាគ្រួសាររុងរឿងដោយសារស្រីប្តីល្បីល្បាញក៏ដោយសារស្រីអ្នកស្រុកស្រឡាញ់រាប់អានក៏ដោយសារស្រីហើយបើមិនមានមាត់មិនមានកធ្វើមុខកញ៉េកញើស្រឡាញ់តែប្តីមួយក្រៅពីប្តីមិនស្រឡាញ់ទេមិនចូលចិត្តទេអានឹងហើយដែលវាអាប់អោនដល់កតញ្ញូបានគេឲ្យរស់រាយទាំងអ្នកចិត្តខាងភូមិផងរបងជាមួយទោះស្អីមិនមានក៏ដោយហើយលោកយាយលោកតាអញ្ជើញអង្គុយអញ្ជើញពិសាស្លាពិសាទឹកតែអីជាដើមអានេះហើយគេថាដែលសម្ដីនឹងឯងជាមនុស្សស្រីនឹងគឺថាអាចមានភាពតាក់ទាញឲ្យរុងឲ្យរឿងឲ្យរីកចម្រើនទៅបាននេះគ្រាន់តែយើងលើកត្រួសនៅក្នុងច្បាប់ទាំងនោះអញ្ចឹងបានយើងឃើញថានៅទីបំផុតការបង្រើប្តីរបស់នាងអេរ៉ុនតវតីដែលម្ដាយបង្ហាត់បង្រៀនទៅធ្វើឲ្យប្តីជាយៈនឹងទីបំផុតលិតជង្គង់នោះថ្វាយអង្គមអរគុណប្រពន្ធណាលិតជង្គង់សន្យាសារភាពខ្លួនឯងថាខ្ញុំជាយៈកាចជាយៈសាហាវជាយៈខូខើប៉ុន្តែឥឡូវខ្ញុំខ្លាចជាអ្នកស្លូតខ្ញុំខ្លាចជាអ្នកល្អខ្ញុំខ្លាចជាយៈមានសិលដឹងគុណម៉ែឪចេះធ្វើល្អក្នុងសង្គមដោយសារអីដោយសារតែគំនិតប្រពន្ធរបស់ខ្ញុំក៏ជំទាវស្រែមទៅប្រពន្ធបានដែរព្រោះដូច្នេះហើយមនុស្សស្រីនៅមានអធិពលមានអំណាចក្នុងក្រុមគ្រួសារបានជាលោកថាកុំឲ្យណែលះបង់កុំឲ្យភ្លេចអំពីវប្បធម៌ប្រពៃណីនិងការប្រព្រឹត្តរបស់ខ្លួននិងតម្លៃរបស់ខ្លួនឡើយចាត់ទុកដោយទេវតាវិសាខាថាបកស្រាយចប់ហើយខ្ញុំគ្មានពេលទេខ្ញុំសុំលាទៅផ្ទះខ្ញុំវិញស្រាប់តែឪពុកក្មេងគាត់ថាកូនហើយកូនកុំទៅកូនបកស្រាយមកល្អណាស់កូនមកបង្រើឪចឹងកូនកុំទៅអីខ្ញុំមិននៅទេព្រោះពូជខ្ញុំអ្នកធ្វើបន់ទៀនពូជនេះមិនចេះធ្វើបន់ខ្ញុំមិននៅជាមួយទេកូននៅចុះស្ដាប់មើលទៅកូនមកជួយឪតាចឹងកូនកុំទៅខ្ញុំទៅហើយ
ពូជនេះចេះធ្វើបន់ទៀតអត់ទេកូនចង់ធ្វើបន់ធ្វើចុះពុកអនុញ្ញាតមែនទេពុកកូនចង់ធ្វើបន់ប្រមាណធ្វើចុះមែនទេពុកឮតែមែនថ្ងៃការវិសាខានឹងឯងផងនិមន្តលោកម្ករមញោមមកវត្តមកទាំងអស់ឲ្យក្រហមងាលពេញផ្ទះពុកថាវីវរមងអញតែមួយអង្គអញដាក់ចង្ហាន់ផងលេងមុនមកក្រហមព្រៀបខាន់ហើយទ្រព្យសម្បត្តិអត់ស្ដាយកូននឹងដែរវាប្រឡែងឲ្យទៅវាស្ដាយអញ្ចឹងមិនទៅអាពួកខាងអន្តរថៃថាលោកសេដ្ឋីមិនជឿឃើញនេះចាប់ដើមប្រហាន់ទ្រព្យលោកហើយឥឡូវអញ្ចេះទៅមិនបាច់ទៅស្ដាប់ព្រះទេមកចូលក្នុងបន្ទប់បាំងទាំងដូនឲ្យចិត្តបិទទ្វារកុំចេញទៅដល់យាងប្រពុតក៏មកប្រសងក៏មកព្រះអង្គសម្ដែងធម៌ឲ្យស្ដាប់អញ្ចឹងក្នុងពិធីការវិសាខានឹងឯងដល់ពេលសម្ដែងធម៌ឲ្យស្ដាប់ជ្រះថ្លាចឹងទៅញោមមកអាពុកនឹងលឺធម៌ល្វើយមកជិះតែព្រោះទៅខាត់មកចិត្តវាំងដូនស្ដាប់យល់អញចំណាស់ក៏ប៉ុណ្ណេះចិត្តថ្ងៃស្លាប់ទៅវិញអញមិនដែលធ្វើល្អអញមិនដែលធ្វើបុណ្យព្រោះស្លាប់ចោលទ្រព្យដូចគេថាមែនគឺកើតនរកប្រែតបើអញ្ចឹងអញកើតជាសេដ្ឋីដោយសារបុណ្យចាស់អញគួរតែធ្វើបុណ្យបន្ថែមចិត្តតែព្រោះទៅខាត់មកទ្រាំបានបើកវាំងដូនចេញក្បាលមកក្រៅមើលទៅចេញតែក្បាលដូចមិនកាត់លូនឲ្យគាត់មកក្រៅទៅមកក្រៅនៅគៀនអញ្ចឹងក៏មិនកាត់មកចិត្តព្រះថ្វាយអង្គមព្រះអង្គយល់ហើយព្រះអង្គចាប់ពីថ្ងៃនេះទៅខ្លាយជាបាសកអង្គាដែរថ្វាយអង្គមព្រះអង្គសួរទៅអោបកូនវិសាខាហៅកូនថាម៉ែមិនមកហៅកូនភាសាថាម៉ែកូននេះហាក់ដូចម៉ែអញ្ចឹងមកបង្កើតឪឲ្យចេះដឹងធម៌ដឹងអាមកធ្វើឲ្យឪបានសេចក្តីសុខឲ្យឪផុតទុក្ខកូនពិតជាកូនមាសកូនពេជ្រមែនកូនល្អណាស់ហើយកូនភាសាថាម៉ែអញ្ចឹងវិសាខាមានតម្លៃដល់ម្លងអាយុរស់នៅដល់120ហើយនិយាយពីអាយុ90 100ឡើងទៅនេះអង្គុយជាមួយចៅកមុំនៅច្រឡំគ្នាស្អាតហើយមានទ្រព្យសម្បត្តិច្រើនហើយល្អជាគំរូរហូតដល់លោកអាចារ្យលើកពរវិសាខាមកឲ្យដល់កូនប្រុសកូនស្រីគ្រប់គ្នាហ្នឹងគេយកលំនាំពិធីការតាមបែបពុទ្ធសាសនានិងជូនពរតាមបែបវិសាខារហូតសពថ្ងៃណាញោមណាប៉ុន្តែចេះសូមបញ្ជាក់បន្តិចទៅទៀតថាលើឲ្យពរទេជាលីនិងក្រស្នារៀបការជាមួយគ្នាពេលវេលាក៏ល្អអ្នកឲ្យពរមិនត្រឹមតែអាចារ្យមិនបាក់គ្នាដូចអាដេញគេដឹកពងទាឬដឹកកែវឬចានក្នុងរាវលេងអីមិនដណ្ដំគ្នាញោមណាមនុស្សនៅជាមួយគ្នាជាបឋមជនតែមិនចេះមានផលអត់ធ្មត់ទេឆ្លោះគ្នាហើយអញ្ចឹងបានយើងអត់ធ្មត់មួយគេថាចាប់ពីថ្ងៃនេះទៅជីវិតយើងលែងម្នាក់ឯងដូចមុនណាមុនយើងមានសេរីចង់ទៅទាត់ស្អីទៅលេងបាល់មានណាថាអីម្នាក់ឯងចាប់ពីថ្ងៃនេះទៅជីវិតយើងបែងជាពីរមានប្រុសផងមានស្រីផងដូចជីវិតតែមួយអញ្ចឹងទៅណាមកណាត្រូវឯកភាពគ្នាមុននឹងធ្វើអីទិញអីក៏ត្រូវសួរគ្នាចាប់ដើមណាពីដើមម្នាក់ឯងចង់ដើរស៊ីចាយវាយសបាយប៉ៅណាក៏បានប៉ុន្តែចាប់ពីថ្ងៃនេះទៅបន្តិចទៀតខ្លាចជាពុកគេហើយដូច្នេះត្រូវប្រពន្ធវាយកូនវាយចៅវាយអ្នកដតីមកផ្លែតនោះឥឡូវខ្លួននៅដេកក្នុងគុកទ្រព្យសម្បត្តិគេយកអស់កូនបែកបាក់គ្នាខ្លះទៅនៅជាមួយយាយខ្លះទៅនៅជាមួយតាខ្លះទៅកុមារកព្រាឃើញទេក្រុមគ្រួសារបាក់បែកដោយសារអីខាងមកផ្លែតទុកអត់បានបើសិនជាទុកមកផ្លែតនោះឲ្យតែឆ្លងផុតមកវាលែងអីវិញហើយប៉ុន្តែអត់ទេទៅប្រព្រឹត្តអំពើអាក្រក់តែមកផ្លែតនោះសោះធ្វើឲ្យខ្លួនអាប់អស់កិត្តិយសអស់បាត់បង់ទ្រព្យសម្បត្តិអស់គេឈ្មោះទៅទេតែនឹងហើយដែលធម៌ព្រះថាឲ្យមានធម៌តំណប់ពេលខឹងពេលអីកុំអានិយាយកុំអាស្ដីសូមឲ្យកូនកំមុំកូនកំឡោះចាំថាពេលកំពុងខឹងកំពុងងួម៉ៅកុំអានិយាយកុំអាពិភាក្សាកុំអាគិតសងំឲ្យបាត់ខឹងសិនតែកំពុងខឹងគិតខុសហើយតែវាយក៏ខុសធ្វើអីខុសដែរកំពុងខឹងកំពុងងួម៉ៅអត់មានបញ្ញាទេត្រូវថ្លៃពេកមិនបាច់ទិញទេមកផ្ទះមកដល់ផ្ទះឃើញស្បែកជើងពីរគូនៅកម្មទៅដល់ខឹងប្រពន្ធមកយ៉ាអញទៅយកណាមកដេកហ្នឹងចូលក្នុងផ្ទះឃើញដាក់ខ្នើយពីរឃើញខោអាវប្រុសដាក់មកខាងស្រីមកខាងទៀតខឹងមកទាញក្បត់ខ្វប់គេក្បត់អញផងណាទាញក្បត់ខ្វប់មករកកាប់ប្រពន្ធឃើញតែប្តីមកអណាស់រត់មកអខេកខឹបសាពះមៀបសួរប្តីតែពេលនោះទាញក្បត់រកកាប់ឯងរកកាប់ខ្ញុំរឿងអីខ្ញុំមានដឹងអីស្រាប់កូននឹកពិចារណាអាក្នុងធូរនោះវាដាក់ថាខ្ញុំចាត់ទុកប្រាប់អ្នកស្រុកថាដូចប្តីនឹងនៅតែជាមួយខ្ញុំឲ្យគេឃើញថាបងនៅជាមួយឯនៅលើកន្លែងដេកទាំងខ្នើយទាំងគួយនេះបោះបងឯងថាខ្ញុំដាក់ថាដូចបងឯងនៅជាមួយខ្ញុំរងហើយបងឯងមិននៅក៏ដោយខ្ញុំស្រឡាញ់គោរពបងឯងដល់ថ្នាក់ប៉ុណ្ណឹងពីនោះបោះក្បិតចោលព្រោះអោបប្រពន្ធហើយបានទៅហាងមិនទៅទិញយកធូរនឹងទៅបានមកទេកុំតែបានធូរនឹងជួយប្រពន្ធស្លាប់បាត់គេណាជួនកាលអត្តហ្នឹងយើងនឹកថាពេលយើងខឹងជួនកាលគិតអត់មុតមកប្រាយបានអញ្ចឹងបានថាទូនីតិប្តីប្រពន្ធខឹងខុសខឹងខូចខឹងខាប់អញ្ចឹងយើងពេលខឹងពេលអីយើងកុំអាចសម្រេចចិត្តណាខ្ញុំណាហើយខ្ញុំចំណាំឋានៈបណ្ណាដោយតែសម្រាប់ចិត្តខុសនឹងស្ដាយហើយខ្លួននៅក្នុងគុកបែកបាក់គ្នាមួយដេកពេទ្យមួយដេកគុកកូនចៅរត់ប្រសិទ្ធប្រសាទអស់ហើយខាងស្ត្រីខាងបរោះអនុគ្រោះដល់ប្រពន្ធគេហៅថាសម្មាអញ្ចឹងអាប្រពន្ធនឹងវាលើកមុខប្តីអញ្ចឹងគេថាសនាបយោមដីវាចឹងតែប្រពន្ធចូលចំណោមស្លៀកពាក់ល្អមានពេជ្រមានលុយចាយពីតសើប្តីហើយមកប្តីល្អអញ្ចឹងប្តីក៏អនុគ្រោះចឹងឯប្រពន្ធវិញក៏អញ្ចឹងដែរខ្ញុំណា
សុខសង្ឃវិហតកម្មមន្តាចាត់ចែងការងារឲ្យល្អកុំឲ្យប្តីខំរយច្រកច្រកមកប្រពន្ធដើរទៅចាយប្តីកំពុងតែហៅម៉ួយរត់តាក់ស៊ីបែកញើសឯងនេះគិតតែដើរចូលហាងពេលចូលហាងអាស្អីស្អីចាយមកផ្លែត 100000 200000 អាគ្នានោះតម្រូវបាន 10000 រត់ចង្ងាប់ចង្រោះអានឹងវាអត់ខាតទេអញ្ចឹងចាត់ចែងការងារឲ្យល្អមើលពីកម្លាំងគ្នាផងកុំសង្កហេតបរិជនីសង្គ្រោះដល់ញាតិកុំស្រឡាញ់តែប្តីញើមើលស្រឡាញ់ញាតិផងមានរឿងមួយចំនួនស្រឡាញ់តែប្តីទេម៉ែឪខាងប្តីបងប្អូនខាងប្តីមិនខ្ចីរាប់រកអាគ្នាមកពីស្រែមកពីអីមកថាស្នាក់នៅជ្រកកោនម្ដងមកគ្រាចូលពេទ្យចូលអីមើលមុខប្រពន្ធគេមិនល្អមុខគេមុខមិនឲ្យក្រោយមើលទៅចិត្តដាក់ដេកតាមវត្តតាមបាមកកគោកឡើងហ៊ានចូលអញ្ចឹងខាងប្តីនេះអាណិតម៉ែអាណិតឪខំមកប្រពន្ធអញគេមិនរੂរីមិនរាក់ទេអាណិតញាតិខាងអញមកនៅស្រុកនេះយកប្រពន្ធដើម្បីថាបំពេញមុខញាតិប្រពន្ធអញមិនជួយញាតិផងដឹងយកទៅអីអាចបែកគ្នាដែរអញ្ចឹងមិនត្រឹមតែស្រឡាញ់តែប្តីទេស្រឡាញ់គ្រួសារញាតិខាងប្តីផងហើយចំណែកខាងទី3សម្បតាញ្ញអនុរក្សតេថែអាសាទ្របប្តីរកបានមកឲ្យល្អប្តីមានកម្លាំងចិត្តចេះតែរកថែមហើយប្រសពគ្រប់បែបយ៉ាងគេថាស្ត្រីជាមេផ្ទះនឹងចេះទាំងអស់ពីដើមចេះទាំងដេចេះទាំងបាក់ចេះទាំងត្បាញចេះទាំងល្វីចេះទាំងស្លោស្លុកហើយតែយើងអត់ចេះស្លោអត់ចេះបោកខោអាវទាំងទៅរយណាយកមកអញ្ចឹងការងារនឹងស្ត្រីចេះស្លោចេះធ្វើម្ហូបបោកគក់ជូតបោកជ្រះជំរះផ្ទះឲ្យស្អាតថែអាសាទ្របប៉ុណ្ណេះទៅចោះអាត្មាក៏គ្រាន់តែលើកឡើងតាមធម៌មកសំដែងទេប៉ុន្តែប្តីប្រពន្ធបើគ្មានធម៌ត្រូវគ្នាទេបែកគ្នាណាញោមណាពីរនាក់នៅសម័យព្រះប្តីប្រពន្ធស្រឡាញ់គ្នាណាជ្រះថ្លាមកថ្វាយអង្គមព្រះព្រះអង្គពួកយើងស្រឡាញ់គ្នាចង់ឲ្យរស់នៅជាមួយគ្នាបានយូររាល់ជាតិកុំឲ្យបែកគ្នាទៅធ្វើម៉េចទៅព្រះអង្គបានប្រពុតថាអ្នកទាំងពីរបើគ្មានធម៌ដូចគ្នានឹងបែកមកឲ្យដំតែព្រំភ្នំត្បែងមានជ័យលោកយាយដូនពេញព្រះអង្គសកាលេងប្របាទពញាយ៉ាវត្ថុស័ក្តិសិទ្ធិមានរិទ្ធគ្រប់ទិសទីកន្លែងព្រមទាំងមេត្តាបិតាដើមជីដូនជីតាយើងទាំងអស់មកទទួលស្គាល់ក្រុមគ្រួសារចៅប្រុសចៅស្រីឲ្យរស់រានមានជីវិតប្រកបដោយសុភមង្គលតទៅដោយបុរាណាចារ្យលោកលើកឡើងឲ្យពរឲ្យជ័យថាសូមពរដេជះព្រះអាទិត្យរៀងរះពីទិសបូពីបូទិសារៈស្មីឆ្លោះឡើងរុងរឿងលក្ខណៈអស់ទាំងមេបាតកូលរៀមច្បងរៀបការកូនចៅអញ្ជើញញាតិហៅចូលជុំមកផងចូលមកហើយចងដៃឲ្យពរសាធុការអើងកងភ្លេងផ្លាត់រំពងក៏អញ្ជើញពពួកទេវតាអិនព្រំបយមបកាលបច្ចៈតឡោក្បាលនៅអស់នតាព្រះភូមិស្នាថែសោយគង់វងថិតថេជ័យកាលតទៅបុរាណាចារ្យយើងបានលើកឡើងពរមួយទៀតអាត្មាគ្រាន់តែលើកនិទានជូនញោមញាតិដើម្បីថែរក្សាកុំឲ្យបាត់បង់ស្នាដៃចាស់បុរាណមេបាចាស់ទុំទាំងសងខាងប្រាថ្នាយ៉ាងណាឲ្យបានសម្រេចកំបីខានឡើយសាធុមានជ័យ
កន់